ទី1អ្វីដែលបងសប្បាយចិត្តជាងគេគឺភីបរទេសគិតចូលមកញ៉ាំហើយគិតកំត្រូលយ៉ាងច្រើនមែនទែនអ្វីដែលជាចំណុចពិសេសជនជាតិអ៊ីតាលី USA ស្វីសគិតបានសរសើរយើងថាអូយញ៉ាំជេឡាតូនៅទីនេះគឺឆ្ងាញ់ជាងនៅ USA ហើយនិងអ៊ីតាលីថែមទៀតអញ្ចឹងដែលធ្វើឲ្យបងសប្បាយចិត្តខ្លាំងមែនទែននៅក្នុងថ្ងៃដែលបងបើកសម្ពោធថ្ងៃទី1ចំណុចពិសេសដែលបងឲ្យបងទៅបើកជេឡាតូបានគឺដោយក្តីស្រឡាញ់ម្ដាយចំពោះកូនដោយសារកូនគឺគាត់ចូលចិត្តញ៉ាំជេឡាតូខ្លាំងមែនទែននៅពេលដែលបើកអាជីវកម្មនឹងដំបូងនៅពេលដែលថ្ងៃបើកដំបូងគឺបងអត់រំពឹងថានឹងបានភីកំត្រូលយ៉ាងច្រើនបែបហ្នឹងទេប៉ុន្តែជាស្អីនៅពេលដែលបើកថ្ងៃទី1អ្វីដែលបងសប្បាយចិត្តហើយនឹងភើបគឺភីបរទេសហើយនឹងភីខ្មែរគិតចូលកំត្រូលខ្លាំងមែនទែនកំហុសជាចំណូលកំហុសគឺជាមេរៀនកំហុសគឺជារបស់ដែលមានតម្លៃខ្ញុំនឹងដើរប្រមូលកំហុសនៅក្នុងការរកស៊ីយកមកបង្ហាញទៅដល់អ្នកជំនាន់ក្រោយរៀនពីកំហុសឲ្យបានច្រើនអ្នកនឹងបានចំណូលច្រើនខ្ញុំបាទសំកសលស្វាគមន៍មកកាន់កម្មវិធីកំហុសខ្ញុំបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZWiser Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App សាប៊ូក្លិនផលិតដោយកូនខ្មែរស្តង់ដារអន្តរជាតិសាប៊ូក្លិនពណ៌ខៀវកម្ចាត់អង្គែអស់គ្មានសល់កាត់បន្ថយការរលាកហើយវាធ្វើឲ្យត្រជាក់ស្បែកក្បាលជួយឲ្យសរសៃសក់យើងនឹងរឹងមាំនិងមានសុខភាពល្អសាប៊ូក្លិនជានិមិត្តរូបផលិតផលជាតិយើងហើយផលិតផលយើងផលិតមិនចាញ់ផលិតផលនាំចូលទេអញ្ចឹងនាំគ្នាគាំទ្រផលិតផលជាតិយើងទាំងអស់គ្នាចាអូនអរគុណបងឈ្មោះហួរសប្តាហ៍នេះបងបើកអាជីវកម្មជេឡាតូអូន1ឆ្នាំ2ខែអូនឆ្នាំ2024ខែ2បច្ចុប្បន្នគឺបាន1ឆ្នាំ2ខែអូនចាអូនអរគុណតើតើនឹងជេឡាតូនៃវាមានន័យថាអាយស្គ្រីមខ្មែរយើងតែនិយាយឲ្យថាក្រែមប៉ុន្តែតើតើនឹងការផលិតអត់ដូចគ្នាទេដោយសារជេឡាតូគឺយើងផលិតពីទឹកដោះគោស្រស់ផ្លែឈើហើយនិងម្សៅទឹកដោះគោដែលជាគ្រឿងផ្សំអូកានិកមកពីអ៊ីតាលីតើតើនឹងជេឡាតូគឺវាមានអត្ថប្រយោជន៍ច្រើនសម្បូរទៅដោយប្រូតេអ៊ីនវីតាមីន fiber ដែលជួយដល់សុខភាពជាពិសេសគឺសុខភាពសម្រស់ស្អាតទៀតផងអ្វីដែលជាចំណុចពិសេសគឺដោយសារយើងបានជួយការជួយ support ពីជនជាតិអ៊ីតាលីក្រុមហ៊ុនអ៊ីតាលីផ្ទាល់ដែលគាត់បានផ្ដល់តម្លៃយ៉ាងពិសេសដែលអាចឲ្យយើងយកមកលក់នៅក្នុងស្រុកខ្មែរដោយសារជាស្ដែងគឺខ្មែរយើងទទួលបានចំណូលទាបជាងនៅអ៊ីតាលីទៅនឹងការដែលបងស្គាល់ទី1គឺមកពីសេចក្តីស្រឡាញ់ចង់បើកអាជីវកម្មជេឡាតូអញ្ចឹងកាលណាយើងមានសេចក្តីស្រឡាញ់ចិត្តដែលយើងចង់បើកគឺយើងមានវិធីសាស្ត្រណាក្នុងការស្រាវជ្រាវទៅដល់គោលដៅដែលយើងចង់បានបច្ចុប្បន្នហ្នឹងទីតាំងរបស់យើងគឺមាននៅក្នុងផ្សារចាស់ Pub Street ដែលនៅទូមុខ 7-Eleven បច្ចុប្បន្នហ្នឹងគឺកំពុងតែត្រូវការពង្រីកអាជីវកម្មថែមទៀតប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺយើងស្វែងរកទីតាំងដែលល្អអត់ទាន់បានទាក់ទងនឹងការពង្រីកទី1គឺយើងធ្វើនៅសៀមរាបប៉ុន្តែអ្វីដែលជាចំណុចពិសេសគឺមានអតិថិជនជាច្រើនដែលគាត់ស្នើសុំទិញ franchise ទៅភ្នំពេញទាក់ទងនឹងការបើកអាជីវកម្មដំបូងគឺច្បាស់ណាស់យើងនឹងជួបផលវិបាកប៉ុន្តែតិចតួចអ្វីដែលជាចំណុចល្អជាចំណុច lucky របស់ហាងយើងខ្ញុំគឺដោយសារតែមានការជួយ support ពីជនជាតិអ៊ីតាលីផ្ទាល់ដោយសារតែគាត់បានមកចុះជួយចុងចែងហើយធ្វើអ្វីដែលជាពិសេសគឺនៅថ្ងៃដែលយើងបើកសម្ពោធដំបូងគឺមានការគ្រប់គ្រងពីភីយ៉ាងច្រើនបើហាងថ្ងៃទី1អ្វីដែលបងសប្បាយចិត្តជាងគេគឺភីបរទេសគាត់ចូលមកញ៉ាំហើយគាត់គ្រប់គ្រងយ៉ាងច្រើនមែនទែនអ្វីដែលជាចំណុចពិសេសជនជាតិអ៊ីតាលី USA ស្វីសគាត់បានសរសើរយើងថាអូយញ៉ាំជេឡាតូនៅទីនេះគឺឆ្ងាញ់ជាងនៅ USA ហើយនិងអ៊ីតាលីថែមទៀតអញ្ចឹងដែលធ្វើឲ្យបងសប្បាយចិត្តខ្លាំងមែនទែននៅក្នុងថ្ងៃដែលបងបើកសម្ពោធថ្ងៃទី1ទាក់ទងនឹងរសជាតិគឺយើងមានច្រើនរសជាតិយើងតែងតែធ្វើទៅចាក់តាមប្រចាំសប្តាហ៍អញ្ចឹងនៅក្នុងនោះគឺមាន35រសជាតិយើងតែងតែផ្លាស់ប្ដូរមួយសប្តាហ៍យើងផ្លាស់ប្ដូរ2-3មុខទាក់ទងនឹងរសជាតិប្រចាំតំបន់គឺ avocado ដែលជា avocado មកពីមណ្ឌលគិរីហើយនិង Passion
ផាសិនមកពីម្ដុំកេរីដូចគ្នាក៏ជាតិគឺឆ្ងាញ់អ្វីដែលជាពិសេសគឺវាមានក្លិនប្រហើរទៅទៅនឹងអាវ៉ាកាដូនៅពេលដែលយើងយកមកឆ្នៃជាមួយគ្រឿងផ្សំអូហ្គានិកពីអ៊ីតាលីគឺរសជាតិគឺឆ្ងាញ់សម្បីជនជាតិបរទេសក៏គាត់ចូលចិត្តញ៉ាំដែរចាអូនយើងបើកហាងគឺនៅម៉ោង 6 ព្រឹករហូតដល់ម៉ោង 11 យប់ជាទូទៅភ្ញៀវដែលចូលចិត្តមកញ៉ាំជិលតូនៅទីនេះច្រើនគឺនៅម៉ោង 8 ទៅម៉ោង 10 យប់ចាអូនពីមុនគឺបងធ្លាប់បើកម្ហូបអាហារបួសហើយនឹងនំប៉័ងចំណុចពិសេសដែលបងឲ្យបងទៅបើកជិលតូបានគឺដោយក្តីស្រឡាញ់ម្ដាយចំពោះកូនដោយសារកូនគឺគាត់ចូលចិត្តញ៉ាំជិលតូខ្លាំងមែនទែនជាទូទៅនៅពេលដែលបើកអាជីវកម្មនឹងដំបូងនៅពេលដែលថ្ងៃបើកដំបូងគឺបងអត់រំពឹងថានឹងបានភ្ញៀវគ្រប់ត្រូលយ៉ាងច្រើនបែបហ្នឹងទេប៉ុន្តែជាស្អីនៅពេលដែលបើកថ្ងៃទី1អ្វីដែលបងសប្បាយចិត្តហើយនឹងភើបគឺភ្ញៀវបរទេសហើយនឹងភ្ញៀវខ្មែរគាត់ចូលគ្រប់ត្រូលខ្លាំងមែនទែនជាទូទៅអូននៅពេលដែលភ្លៀងធ្លាក់ច្បាស់ណាស់គឺយើងលក់អត់ដាច់ទេដោយសារតែភ្ញៀវគឺគាត់ដើរមកទីនេះអត់បានជាទូទៅបងតែគិតថាគ្រប់អាជីវកម្មទាំងអស់គឺតែមានបញ្ហាគ្រប់បញ្ហាគឺធ្វើឲ្យយើងកាន់តែមានភាពរឹងមាំជាងមុនចឹងទៅតោនឹងថាបើអាជីវកម្មឲ្យបាត់ទៅវិញគឺបងអត់ដែររំពឹងថាបងបាត់អាជីវកម្មនឹងទៅវិញទេចាអូនជាចុងក្រោយបងសូមអរគុណចំពោះភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលបានជួយគ្រប់គ្រងនៅហាងមីម៉ាជិលតូយ៉ាងច្រើនកកកចំពោះបងប្អូនដែលអញ្ជើញមកលៃស៊ីមរៀបសូមអញ្ជើញមកសាក់ភ្លក់នៅមីម៉ាជិលតូក្នុងផាប់ស្រីកោងស៊ីមរៀបបង្កើនការលក់ 20% ជាមួយ K-Store App by BZ Advisor ជាមួយនឹងមុខងារដែលមានភាពតាក់ទាញជាច្រើនប្រភេទផ្សេងៗគ្នាដូចជាកាតសមាជិក Digital ដោយមិនប្រើកាតឬហៅលេខទូរស័ព្ទតាមដានពិន្ទុសន្សំនិងបដូររង្វាន់នៅក្នុង App ផ្ដល់អត្ថប្រយោជន៍រាល់ពេល Top Up នៅក្នុង e-wallet គ្រប់គ្រង promotion ដ៏ច្រើនសម្បូរបែបដោយស្វ័យប្រវត្តិ Digital Coupon ដែលមានភាពបត់បែនមុខងារទាំងអស់នេះអតិថិជនរបស់អ្នកអាចប្រើប្រាស់បានដោយគ្រាន់តែធ្វើការ scan អ្នកក៏អាចធ្វើការលក់ទំនិញតាម K-Store App ដោយមិនចាំបាច់ចំណាយកម្រៃជើងសារសូម្បីតែមួយសេនអ្វីដែលពិសេសមួយទៀតនោះ K-Store App នឹងធ្វើការ integrate ជាមួយនឹង Easy Accounting Software Easy Warehouse and Easy POS ដោយស្វ័យប្រវត្តិតាក់ទងមកពួកយើងនៅពេលនេះដើម្បីបង្កើនការលក់របស់អ្នក 20% ជាមួយនឹង K-Store App by BZ Advisor ពីពណ៌បច្ចេកវិទ្យានិងយានយន្តដែលប្រមូលផ្ដុំទៅដោយវេទិកាលក់គ្រឿងអេឡិចត្រូនិកដ៏ធំប្រចាំឆ្នាំនឹងធ្វើឡើងនៅថ្ងៃទី7និង8ខែមិថុនាឆ្នាំ2025នៅក្នុងផ្សារទំនើបជីបម៉ុង 2.1 មេហ្គាម៉លនេះគឺជាឱកាសរបស់លោកអ្នកដើម្បីឃើញនិងទិញផលិតផលអេឡិចត្រូនិកដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ពីម៉ាកល្បីៗជាច្រើននៅក្នុងតម្លៃមិនធ្លាប់មានមិនថាអ្នកកំពុងស្វែងរកទូរស័ព្ទដៃទំនើបកុំព្យូទ័រយួរដៃដែលមានថាមពលខ្លាំងឧបករណ៍ឆ្លាតវៃសម្រាប់ផ្ទះរបស់លោកអ្នកនឹងឃើញអ្វីដែលអ្នកត្រូវការនៅទីនោះកុំឲ្យខកខានឱកាសដ៏ពិសេសនេះចូលរួមជាមួយនឹងយើងនៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្ត2025នៅផ្សារទំនើបជីបម៉ុង 2.1 មេហ្គាម៉លជាពិសេសគឺ Peter Show វាមានរសជាតិឆ្ងាញ់ហើយវាជួយអត្ថប្រយោជន៍ជាច្រើនដល់សុខភាពចាអូនតើតើនឹងរសជាតិ Peter Show គឺខ្មែរយើងពេញនិយមខ្លាំងដោយសារតែគាត់ស្គាល់ពីអត្ថប្រយោជន៍នៃ Peter Show ដែលជួយដល់សុខភាពយើងយ៉ាងច្រើនទៅលោក